Welcome to the Voice of America in Khmer. Direct from Washington, the Voice of America, VOA. សួស្តីអស់លោកអ្នកស្ដាប់ជាទីមេត្រីថ្ងៃនេះថ្ងៃអាទិត្យ8រោចខែពិសាខឆ្នាំមមែសប្តាស័កពុទ្ធសករាជ2559ត្រូវនឹងថ្ងៃទី10ខែឧសភាឆ្នាំ2015ខ្ញុំនុចសារិតានិងសហការីក្រុមផ្សាយខេមរៈភាសានៃ VOA សូមស្វាគមន៍អស់លោកអ្នកស្ដាប់ពីរដ្ឋធានី Washingtonជាកិច្ចចាប់ផ្ដើមលោកឈឹមសូមេតនិងលោកជឹងប៉ូជីនសូមជូនដើមរឿងនៃព័ត៌មានសំខាន់ៗនៅរាត្រីនេះពួកឧទាមយេម៉ែនទទួលយកផែនការឈប់បាញ់គ្នារបស់ប្រទេសអារ៉ាប៊ីសាអូឌីតដៃគូនៅតំបន់ឈូងសមុទ្រពាក់ស្វះស្វែងរកការធានាខាងផ្នែកសន្តិសុខពីសហរដ្ឋអាមេរិកនៅឯសន្និសីទកំពូលលោកប្រធានាធិបតីគូបារ៉ាអ៊ូលកាស្ត្រូអរគុណសម្ដេចប៉ាបចំពោះការសម្របសម្រួលជាមួយសហរដ្ឋអាមេរិកមនុស្សរាប់សិបនាក់បានគេចខ្លួនពីការទម្លុះគុកនៅឯក្នុងប្រទេសអ៊ីរ៉ាក់នៅក្នុងកម្មវិធីផ្សាយជាបន្តបន្ទាប់នៅពេលរាត្រីនេះលោកអ្នកនឹងបានស្ដាប់បទសម្ភាសន៍របស់ VOA ជាមួយលោកសួនបណ្ឌិតទីប្រឹក្សាផ្នែកសិល្បៈវប្បធម៌ខ្មែរអំពីគម្រោងបង្កើតការសម្ដែងសិល្បៈប្រពៃណីខ្មែរប្រសិនបើយើងគិតថាយុវជនយើងស្រឡាញ់ឬមិនស្រឡាញ់សិល្បៈប្រពៃណីបុរាណតលតែយើងផ្ដល់ឱកាសឲ្យគាត់បានឃើញបន្ទាប់មកទៀតយើងខ្ញុំមានសេចក្តីរាយការណ៍អំពីកំណើនឥទ្ធិពលរបស់ចិននៅក្នុងប្រទេសលាវសូមលោកអ្នករងចាំស្ដាប់សេចក្តីពិស្ដារនៃសេចក្តីរាយការណ៍ទាំងនេះនិងសេចក្តីរាយការណ៍ផ្សេងៗទៀតនៅក្រៅការផ្សាយព័ត៌មានអន្តរជាតិដែលជូនដោយលោកឈឹមសូមេតនិងលោកជឹងប៉ូជីនសូមអញ្ជើញចា៎អរគុណពួកយុទ្ធជនហ៊ូធីនៅក្នុងប្រទេសយេម៉ែនបាននិយាយថាពួកគេយល់ព្រមតាមសំណើឈប់បាញ់គ្នាខាងមនុស្សធម៌5ថ្ងៃស្នើដោយប្រទេសអារ៉ាប៊ីសាអូឌីតដែលមានកំណត់នឹងចាប់ផ្ដើមនៅថ្ងៃអង្គារខាងមុខនេះសេចក្តីប្រកាសនៅថ្ងៃអាទិត្យនេះស្ដីពីការយល់ព្រមដល់កិច្ចឈប់បាញ់គ្នានេះមានឡើងតែប៉ុន្មានម៉ោងក្រោយពីកងយន្តហោះចម្បាំងនៃក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតបានទម្លាក់គ្រាប់បែកលើផ្ទះរបស់អតីតប្រធានាធិបតីអាលីអាប់ឌុលឡាសាឡេះនៅក្នុងរដ្ឋធានីសាណាគេមិនជឿថាលោកសាឡេះស្ថិតនៅក្នុងផ្ទះនោះទេនៅពេលមានការវាយប្រហារតាមអាកាសនោះកាលពីសប្តាហ៍មុនសហរដ្ឋអាមេរិកនិងប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសអំពីការចាប់ផ្ដើមផ្អាកការប្រយុទ្ធគ្នាខាងមនុស្សធម៌5ថ្ងៃនៅថ្ងៃអង្គារនៅក្នុងប្រទេសយេម៉ែនដែលនៅទីនោះក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតធ្វើយុទ្ធនាការតាមអាកាសប្រឆាំងនឹងពួកឧទាមហ៊ូធីដែលកំពុងជំរុលទៅមុខចំនួននេះបានបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់ក្នុងប្រទេសយេម៉ែនត្រូវការការផ្គត់ផ្គង់ជាចាំបាច់លោក Kerry បានសុំដល់អង្គភាពទាំងអស់ដែលគាំទ្រពួកហ៊ូធីឲ្យលើកទឹកចិត្តពួកឧទាមឲ្យទទួលយកការផ្អាកការប្រយុទ្ធគ្នានេះពួកឧទាមស៊ីអាយទាំងនេះចងសម្ព័ន្ធភាពជាមួយអតីតប្រធានាធិបតីអាលីអាប់ឌុលឡាសាឡេះហើយគេមានជំនឿថាប្រទេសអ៊ីរ៉ង់បានគាំទ្រពួកឧទាមទាំងនេះផងដែរ The Voice of America, VOA. លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់អូបាម៉ានឹងរៀបចំសន្និសីទកម្ពុជារបស់រដ្ឋទាំង6ដែលដឹកនាំដោយពួកនិកាយស៊ុននីនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការតំបន់ឈូងសមុទ្រពាក់នៅសប្តាហ៍ក្រោយដែលត្រូវគេរំពឹងនឹងផ្ដោតលើការខំប្រឹងប្រែងដើម្បីឈោងទៅដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់ហើយនឹងការពាក់ព័ន្ធរបស់រដ្ឋាភិបាលទីក្រុងតេហ៍រ៉ង់នៅក្នុងជម្លោះចាប់តាំងពីប្រទេសយេម៉ែនរហូតដល់ប្រទេសស៊េរីចំពោះមេដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពាក់ទស្សនវិជ្ជានៃក្រុមឧទាមហ៊ូទីដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ដែលកំពុងកាន់កាប់រដ្ឋធានីសាណាអានៃប្រទេសយេម៉ែនហើយនឹងការបណ្ដេញរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិកចេញពីតំណែងនៅឆ្នាំនេះជាសញ្ញានៃការកើនឡើងនៃការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ហើយពួកគេចូលរួមក្នុងសន្និសីទកម្ពុជានេះដើម្បីស្វះស្វែងរកការធានាសារជាថ្មីឡើងវិញនៃការគាំទ្ររបស់សហរដ្ឋអាមេរិកការទៅជែកឲ្យហេតុផលរបស់លោកប្រធានាធិបតីគឺថាការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់មានន័យថាជាសន្តិសុខសម្រាប់ប្រទេសទាំងនោះ
លោកប្រធានាធិបតីអូបាម៉ាបានមានប្រសាសន៍ថាខ្ញុំជឿជាក់ថាប្រសិនបើគម្រោងនេះនាំទៅកាន់កិច្ចព្រមព្រៀងផ្ដាច់ព្រ័ត្រនិងទូលំទូលាយកិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យប្រទេសរបស់យើងនិងសម្ព័ន្ធមិត្តរបស់យើងហើយនិងពិភពលោករបស់យើងមានសុវត្ថិភាពកាន់តែច្រើនឡើងក៏ប៉ុន្តែដៃគូរបស់សហរដ្ឋអាមេរិកក្នុងតំបន់ឈូងសមុទ្រប៉ែកមិនមានភាពប្រកបប្រជាលោក Youssef Al-Taiba ឯកអគ្គរដ្ឋទូតប្រទេសអារ៉ាប់រួម United Arab Emirates ប្រចាំនៅសហរដ្ឋអាមេរិកនិយាយថាពួកមេដឹកនាំតំបន់ឈូងសមុទ្រប៉ែកចង់ធ្វើឲ្យប្រសើរឡើងនៅទំនាក់ទំនងខាងសន្តិសុខរបស់ខ្លួនជាមួយរដ្ឋាភិបាលទីក្រុង Washington លោកនិយាយទៀតថាយើងកំពុងស្វែងរកការធានាខាងសន្តិសុខចំពោះអាកប្បកិរិយារបស់អ៊ីរ៉ង់ចំពោះការងើបឡើងនៃការគំរាមកំហែងពួកជ្រុលនិយមយើងប្រកាសចង់បានទំនាក់ទំនងកាន់តែខ្លាំងឡើងកាលពីអតីតកាលយើងបានថិតថេរគង់វង្សដោយសារកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកអំពីសន្តិសុខខ្ញុំគិតថានៅពេលសពថ្ងៃនេះយើងត្រូវការអ្វីជាលាយលក្ខណ៍អក្សរយើងត្រូវការអ្វីដែលជាស្ថាប័នខណៈដែលគ្មានសន្ធិសញ្ញានឹងត្រូវចុះហត្ថលេខាលោកប្រធានាធិបតីអូបាម៉ាមានផែនការធ្វើការពិភាក្សាជាមួយមេដឹកនាំតំបន់ឈូងសមុទ្រប៉ែកអំពីការស្ថាបនាសមត្ថភាពខាងវិស័យយោធាការពារប្រទេសរបស់ពួកគេរំពឹងថានឹងមានការបង្កើននៃការលក់ដូរអាវុធបង្កើនប្រព័ន្ធការពារក្នុងតំបន់ប្រឆាំងនឹងការគំរាមកំហែងពីកំជួនមីស៊ីលរបស់អ៊ីរ៉ង់ហើយនឹងចូលរួមសម្ពយុទ្ធខាងយោធា The Voice of America, VOA. លោកប្រធានាធិបតីគូបារ៉ាអ៊ុលកាស្ត្រូបានទៅទស្សនាវិមានវ៉ាទីកង់នៅថ្ងៃអាទិត្យនេះដើម្បីអរគុណដល់ផ្ទាល់ដល់សម្ដេចប៉ាប Francis ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះអង្គក្នុងការសម្រួលឲ្យមានការផ្សះផ្សាគ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសគូបាសម្ដេចប៉ាប Francis ដែលជាព្រះប្រមុខនៃក្រុមអ្នកកាន់គ្រឹះសាសនានិកាយ Roman Catholic ក្នុងពិភពលោកបានជួយឲ្យមានកិច្ចចរចាសម្ងាត់រវាងរដ្ឋាភិបាលក្រុងឡាហាវ៉ាននិងរដ្ឋាភិបាលក្រុង Washington ដែលនាំឲ្យមានសេចក្តីប្រកាសកាលពីខែធ្នូថាប្រទេសទាំងពីរកំពុងស្វាស្វែងឲ្យមានចំណងតាក់ទងខាងការទូតឡើងវិញនៅក្រៅរយៈពេល5ទសវត្សរ៍វិមានវ៉ាទីកង់បាននិយាយថាសម្ដេចប៉ាប Francis ដែលជាសម្ដេចប៉ាបអាមេរិកខាងត្បូងទី1បានសម្របសម្រួលដោយផ្ទាល់ព្រះអង្គរវាងភាគីទាំងពីរហើយព្រះអង្គបានធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូមកពីប្រទេសទាំងពីរនេះផងដែរសម្ដេចប៉ាបសញ្ជាតិអាហ្សង់ទីនអង្គនេះនឹងយាងទៅទស្សនាប្រទេសគូបាក្នុងខែកញ្ញាហើយបន្ទាប់មកព្រះអង្គនឹងយាងមកកាន់សហរដ្ឋអាមេរិកដើម្បីជួបជាមួយលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាដំណើរទស្សនកិច្ចរបស់លោករ៉ាអ៊ុលកាស្ត្រូទៅកាន់វិមានវ៉ាទីកង់មានឡើងនៅក្រៅទស្សនកិច្ចមួយក្នុងទីក្រុងម៉ូស្គូដែលនៅទីនោះលោកជាភ្ញៀវរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាជាជំនះក្នុងសង្គ្រាមលោកលើកទី2នៅក្នុងទីលានក្រហមនាទីក្រុងម៉ូស្គូ The Voice of America, VOA. មនុស្សយ៉ាងហោចណាស់ក៏ជាង30នាក់ដែរបានត្រូវសម្លាប់ហើយពួកអ្នកទោសជាង40នាក់ទៀតបានរត់គេចចេញពីការទម្លុះគុកនៅតំបន់ខាងជើងរដ្ឋធានីនៃទីក្រុងបាដាកនេះតាមការបញ្ជាក់ពីមន្ត្រីអ៊ីរ៉ាក់កាលពីថ្ងៃសៅរ៍ម្សិលមិញក្រសួងមហាផ្ទៃនៃប្រទេសអ៊ីរ៉ាក់បានប្រាប់ឲ្យដឹងថាពួកមន្ត្រីប៉ូលីស6នាក់ហើយនិងពួកអ្នកទោស30នាក់បានត្រូវសម្លាប់នៅក្នុងកុបកម្មមួយនៅឯគុកខាលីសក៏ប៉ុន្តែពួកមន្ត្រីផ្សេងទៀតបានដាក់ចំនួនមនុស្សស្លាប់ច្រើនជាងនេះដោយបានរាយការណ៍ថាប៉ូលីសចំនួន12នាក់ហើយនិងពួកអ្នកទោសយ៉ាងតិចណាស់ក៏50នាក់ដែរបានត្រូវសម្លាប់ពួកមន្ត្រីនិយាយថាការប្រយុទ្ធបានកើតមានឡើងនៅក្នុងចំណោមពួកអ្នកទោសហើយនៅពេលដែលឆ្មាំការពារគុកបានចូលធ្វើអន្តរាគមន៍ពួកអ្នកទោសបានវាយប្រហារប៉ូលីសហើយបានយកអាវុធពីប៉ូលីសពួកជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការទម្លុះគុកនេះតាមសេចក្តីថ្លែងការណ៍ដែលចុះផ្សាយលើគេហទំព័ររបស់ក្រុមជីហាតនេះអាជ្ញាធរនៃប្រទេសម៉ាស៊ីដួនបាននិយាយថាប៉ូលីស5នាក់បានត្រូវសម្លាប់ហើយមានប៉ូលីសជាង30នាក់ទៀតបានត្រូវរបួសនៅក្នុងការប្រយុទ្ធគ្នាពេញមួយថ្ងៃជាមួយពួកជនប្រដាប់អាវុធដែលគេមិនដឹងអត្តសញ្ញាណនៅក្នុងតំបន់មួយមានអ្នកស្រុកអំបូអាម៉ានីរស់នៅជិតព្រំដែននៃប្រទេសកូសូវូនិងប្រទេសសាប៊ីលោកស្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Gordana Jakubowska
បាននិយាយការប្រយុទ្ធថ្ងៃសៅរ៍ថាជនប្រដាប់អាវុធខ្លះនៅខាងក្រៅក្រុងគូម៉ាណូវូបានទៅសម្លាប់លោកស្រីមិនបានថ្លែងទេថាតើមានស្លាប់ប្រមាណអ្នកឡើយទីភ្នាក់ងារព័ត៌មានអន្តរជាតិ Macedon បាននិយាយថាភេរវជន4នាក់បានត្រូវសម្លាប់ហើយថាម្នាក់ទៀតបានធ្វើអត្តឃាតដើម្បីជៀសវាងកុំឲ្យគេចាប់ខ្លួនគាត់អស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជាបន្តបន្ទាប់នៅរាត្រីនេះលោកអ្នកនឹងបានស្ដាប់បទសម្ភាសន៍របស់ VOA ជាមួយលោកសួនប៊ុនរិទ្ធទីប្រឹក្សាផ្នែកសិល្បៈវប្បធម៌ខ្មែរអំពីគម្រោងបង្កើតការសម្ដែងសិល្បៈប្រពៃណីខ្មែរសេចក្តីរាយការណ៍អំពីកំណើនឥទ្ធិពលរបស់ចិននៅក្នុងប្រទេសលាវហើយនៅក្នុងការផ្សាយ30នាទីចុងក្រោយបន្ទាប់ពីព័ត៌មានអន្តរជាតិលើកទី2លោកអ្នកនឹងបានស្ដាប់សេចក្តីរាយការណ៍អំពីកិច្ចប្រជុំរបស់ក្រុមសកម្មជននិងមន្ត្រីរដ្ឋាភិបាលនៅទីក្រុងហាណូយកាលពីខែមេសាអំពីការដោះស្រាយបញ្ហាប្រមាញ់ស្នែងរមាសបន្ទាប់មកទៀតលោកអ្នកនឹងបានស្ដាប់សេចក្តីរាយការណ៍អំពីមហោស្រពខ្សែភាពយន្តនិងតន្ត្រីប្រចាំឆ្នាំនៅទីក្រុង Austin រដ្ឋ Texasលោកអ្នកនាងកំពុងតែស្ដាប់ការផ្សាយបន្តផ្ទាល់របស់ VOA ពីរដ្ឋធានី Washington គ្រាដែលសិល្បៈវប្បធម៌បរទេសជ្រាបចូលក្នុងប្រទេសកម្ពុជាយ៉ាងទូលំទូលាយនោះទីប្រឹក្សាផ្នែកសិល្បៈវប្បធម៌ខ្មែរមួយរូបគឺលោកសួនប៊ុនរិទ្ធមានគំនិតបង្កើតគម្រោងសម្ដែងសិល្បៈប្រពៃណីខ្មែរដើម្បីទាក់ទាញប្រជាពលរដ្ឋជាពិសេសយុវជនខ្មែរឲ្យមកចាប់អារម្មណ៍និងស្គាល់សិល្បៈប្រពៃណីខ្មែរវិញនាងលីម៉ូរីវ៉ាន់នៃ VOA បានសម្ភាសន៍លោកសួនប៊ុនរិទ្ធដែលធ្លាប់ជានាយកអង្គការ FA ពន្លឺសិល្បៈនិងជាអតីតប្រធានអង្គការអមរិតាសិល្បៈនៅបន្ទប់ស្ទូឌីយោរបស់ VOA នៅរដ្ឋធានី Washington កាលពីថ្ងៃទី5ខែឧសភាកន្លងទៅនេះអំពីគម្រោងរបស់លោកក្នុងការបង្កើតការសម្ដែងសិល្បៈប្រពៃណីខ្មែរចាសូមជម្រាបសួរលោកប៊ុនរិទ្ធចាលោកប៊ុនរិទ្ធជាដំបូងនេះខ្ញុំចង់ដឹងថាតើអ្វីទៅជាដើមចមដែលបណ្ដាលឲ្យលោកចូលរួមឬក៏ពាក់ព័ន្ធនៅក្នុងសិល្បៈខ្មែរហើយលោកចូលតាមរបៀបណាដែរចាបាទកាលពី17ឆ្នាំមុនខ្ញុំបានធ្វើជាអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិហើយធ្វើការនៅអង្គការ UNESCO ទទួលខុសត្រូវផ្នែកយើងហៅថាមរតកសិល្បៈមរតកវប្បធម៌អរូបីនោះជាឱកាសដែលខ្ញុំតាក់ទងជាមួយនឹងសិល្បករសិល្បករនីទាំងអស់ផ្នែកប្រពៃណីបុរាណខ្មែរយើងហើយដែលធ្វើការនៅក្រោមប្រកបរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមាននាយកដ្ឋានសិល្បៈដែលយើងកាលមុនស្គាល់ថាជាក្រមល្ខោនជាតិនោះហើយនឹងសាកលវិទ្យាល័យវិចិត្រសិល្បៈការដែលធ្វើហ្នឹងគឺថាស្រឡាញ់ដល់នៅពេលដែលធ្វើការជាមួយមានការស្រឡាញ់មានការយកចិត្តទុកដាក់ក្នុងរឿងសិល្បៈពីព្រោះសិល្បៈខ្មែរយើងវាមានសារៈសំខាន់សម្រាប់ជាតិយើងបាទដែលនឹងជាឱកាសដែលខ្ញុំចូលរួមហើយមានសេចក្តីស្រឡាញ់មានជំនួសចិត្តហ្នឹងទៅរហូតមកដល់បច្ចុប្បន្ននៅតែធ្វើការនៅក្នុងវិស័យហ្នឹងដដែលចាហើយខ្ញុំបានដឹងថាលោកមានគម្រោងថ្មីមួយពាក់ព័ន្ធនឹងក្រុមសិល្បករសិល្បករនីសៀកនៅអង្គការ FA ពន្លឺសិល្បៈក្នុងខេត្តបាត់ដំបងអញ្ចឹងលោកអាចជម្រាបអំពីគម្រោងនោះបានទេចាបាទនេះជាគម្រោងមួយដែលមានរយៈពេលមកដល់ឆ្នាំនេះគឺដែលជាឆ្នាំទី5ហើយកាលពីគេចាប់ដើមដំបូងនៅ2012យើងធ្វើការជាមួយនឹងអង្គការមួយឈ្មោះថា Global Art Corp គាត់មានទីស្នាក់ការគាត់នៅទីក្រុង New York ហើយលោកដែលផលិតល្ខោនដែលល្បីម្នាក់ដែរគាត់ឈ្មោះលោក Michael Lersac ហើយនឹងប្រពន្ធគាត់ដែលជា producer Jackie Lersac ហ្នឹងគឺបានអញ្ជើញគាត់ទៅមើលធ្វើការជាមួយនឹងសិល្បករខ្មែរយើងនៅឯបាត់ដំបងហើយធ្វើ workshop ដើម្បីយើងក្នុងគោលបំណងចង់បង្កើតល្ខោនថ្មីមួយដែលនិយាយអំពីរឿងរ៉ាវរបស់ស្រុកខ្មែរយើងដែរសំខាន់ជាងហ្នឹងគឺយើងផ្ដោតសំដៅទៅលើយុវជនជំនាន់ថ្មីដែលកើតនៅក្រោយសម័យខ្មែរក្រហមហើយតើយុវជនទាំងអស់ហ្នឹងត្រូវមានកាតព្វកិច្ចអីខ្លះត្រូវធ្វើយ៉ាងម៉េចខ្លះតើគាត់ត្រូវបំភ្លេចអតីតកាលដើម្បីដើរឆ្ពោះទៅអនាគតដោយមិនខ្វល់ពីអតីតកាលរបស់គាត់ដោយមិនចង់ដឹងអំពីរឿងរ៉ាវ
ឪពុកម្ដាយគាត់ឆ្លងកាត់ការលំបាកឆ្លងកាត់ការជូរចត់យ៉ាងម៉េចស្រុកប្រទេសយើងយ៉ាងម៉េចឬមួយក៏គាត់ត្រូវរៀនឲ្យដឹងថាតើឪពុកម្ដាយគាត់ជាណាមកពីណាខ្មែរយើងមុននឹងមានរឿងឈឺចាប់អីខ្លះមានរឿងរុងរឿងអីខ្លះសប្បាយរីយ៉ាងម៉េចហើយយើងឆ្ពោះទៅអនាគតយើងដើម្បីយ៉ាងម៉េចហើយក្នុងនាមជាយុវជនជំនាន់ថ្មីហ្នឹងតើមានទស្សនវិស័យចង់ដឹកនាំប្រទេសចង់ឲ្យប្រទេសខ្មែរយើងហ្នឹងឈានឆ្ពោះទៅមុខតាមរបៀបណាប្រសិនបើគាត់មានឱកាសក្នុងការដឹកនាំប្រទេសរបស់ខ្លួនឯងពីព្រោះវាសនារបស់ប្រទេសជាតិយើងគឺថានៅលើដៃរបស់យុវជននេះជាគំនិតរបស់ល្ខោនហ្នឹងគឺថាចង់ធ្វើអញ្ចឹងប៉ុន្តែយើងធ្វើជាយើងប្រើគេយើងហៅថាល្ខោនសៀកគឺថាយកសិល្បករសៀកនិងសិល្បករល្ខោនរៀបចំឲ្យទៅជាស្នាដៃល្ខោនមួយដែលមានបច្ចេកទេសសៀកនៅក្នុងហ្នឹងជាគម្រោងហើយយើងសង្ឃឹមថា workshop សម្រាប់អភិវឌ្ឍល្ខោនហ្នឹងក្នុងតក្កដាលខែ10នេះដល់ខែ12លោក Michael Lersak ហើយនឹងក្រុមការងាររបស់គាត់ដែលមានសិល្បករមកពី New York ផងមកពីបារាំងផងហើយមកពីអាហ្វ្រិកខាងត្បូងដែរមករួមគ្នាធ្វើការជាមួយនឹងសិល្បករក្មេងៗរបស់យើងដែលនៅបាត់ដំបងដែលគាត់មានទេពកោសល្យខ្លាំងមែនទែនចាហើយសាលមហោស្រពចតុមុខយើងទាំងអស់គ្នាដឹងហើយថាជាស្នាដៃរបស់ស្ថាបត្យករខ្មែរដ៏ល្បីមួយរូបគឺលោកវ៉ាន់ម៉ាលីវ៉ាន់ហើយខ្ញុំបានដឹងថាលោកនឹងមានគម្រោងបង្កើតការសម្ដែងសិល្បៈប្រពៃណីខ្មែរនៅទីនោះតើលោកអាចជម្រាបបន្ថែមអំពីគម្រោងហ្នឹងចា៎នេះគឺជាគម្រោងដែលតាក់ទងជាមួយនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈយើងដែរខ្ញុំមានសេចក្តីសប្បាយរីករាយមែនទែនដោយសារប្រមុខដឹកនាំក្រសួងថ្មីលោកមានការបើកទូលាយហើយចង់ធ្វើឲ្យសិល្បៈនឹងឯងជ្រួតជ្រាបទៅក្នុងស្រទាប់មហាជនហើយជាពិសេសគឺយុវជនប្រសិនបើយើងគិតថាយុវជនយើងស្រឡាញ់ឬមិនស្រឡាញ់សិល្បៈប្រពៃណីបុរាណតលតែយើងផ្ដល់ឱកាសឲ្យគាត់បានឃើញអញ្ចឹងជាមួយនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈយើងកំពុងតែសហការគ្នាជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលជាដៃគូដើម្បីបង្កើតកម្មវិធីសម្ដែងមួយជាប្រចាំហើយយើងផ្ដោតទៅលើទស្សនិកជនជាតិមានន័យថាយើងចង់ឲ្យទស្សនិកជនគ្រប់ស្រទាប់វណ្ណៈទាំងអស់ដែលនៅទីក្រុងភ្នំពេញក៏ដោយអ្នកណាដែលទៅដល់ភ្នំពេញទាំងទេសចរក៏ដោយយើងមិនមានការបែងចែកអីទេតែសំខាន់គឺចង់ផ្ដល់ឱកាសច្រើនដល់យុវជននិងទស្សនិកជននៅភ្នំពេញដើម្បីឲ្យគាត់បានដឹងថាអ្វីទៅល្ខោនមស័កយីកេល្ខោនស្បែកល្ខោនមហោរីឬមួយក៏ភ្លេងប្រពៃណីឬអីដើម្បីឲ្យគាត់មានឱកាសស្គាល់ហើយរៀនអំពីសិល្បៈជាតិខ្លួនឯងឲ្យបានល្អជាងមុនយើងនៅសល់ពេលវេលាខ្លីអញ្ចឹងខ្ញុំសូមសួរសំណួរចុងក្រោយថាលោកបានធ្លាប់មកសហរដ្ឋអាមេរិកនេះច្រើនដងដែរហើយលើកនេះលោកមានគោលបំណងសំខាន់អ្វីដែរទេចា៎គោលបំណងមកលើកនេះគឺថាយើងមានកម្មវិធីមួយដែលខ្ញុំបានធ្វើការជាមួយយើងហៅថាខ្សែភាពយន្តឯកសារចម្រៀងដែលឈ្មោះថាកុំស្មានបងភ្លេច Don't Think I Have Forgotten Cambodian Lost Rock and Roll ហ្នឹងដែលឯកសារហ្នឹងនិយាយអំពីវិស័យភ្លេង Rock and Roll ខ្មែរដែលមានលោកស៊ិនស៊ីសមុទ្រប៉ែនរ៉នរស់សេរីធាអីដែលល្បីល្បាញពីដើមមកហើយដែលយើងផលិតខ្លួនឯងដើម្បីឲ្យជាប្រយោជន៍ដល់ទស្សនិកជនសម័យនេះយុវជនសម័យនេះបានស្គាល់អំពីប្រវត្តិសាស្ត្រហើយឆ្លុះបញ្ចាំងតាមរយៈភ្លេងហ្នឹងអំពីប្រវត្តិសាស្ត្រខ្មែរហើយនឹងមានសិល្បករដែលរស់ជីវិតអំពីសម័យខ្មែរក្រហមហ្នឹងដែលគាត់នៅក្នុងភាពយន្តឯកសារហ្នឹងមកសម្ដែងជា concert ដើម្បីផ្លាស់ប្ដូរបទពិសោធន៍វប្បធម៌ជាមួយនឹងទស្សនិកជននៅសហរដ្ឋអាមេរិកបាទចាលោកប៊ុនរិទ្ធសូមអរគុណលោកច្រើនដែលបានផ្ដល់ការសន្ទនាជាមួយ VOA នៅពេលនេះចាសូមជម្រាបលាអរគុណសូមជម្រាបលាបាទអស់លោកអ្នកស្ដាប់ជាទីមេត្រីលោកអ្នកអាចទស្សនាបទសម្ភាសន៍នេះជាវីដេអូនៅលើគេហទំព័ររបស់ VOA ដែលមានអាសយដ្ឋាន khmer.voanews.com លើទំព័រ YouTube ដែលមានអាសយដ្ឋាន youtube.com/VOA Khmer Service និងនៅតាម Facebook ដែលមានអាសយដ្ឋាន facebook.com/VOA Khmerសួស្តីអស់លោកអ្នកនាងជាទីមេត្រីកម្មវិធី Hello VOA នៅរាល់យប់ថ្ងៃច័ន្ទនិងថ្ងៃព្រហស្បតិ៍យើងខ្ញុំមានភ្ញៀវពិសេសនិងអ្នកជំនាញការនានាមកឆ្លើយបំភ្លឺបញ្ហានយោបាយបញ្ហារំលោភសិទ្ធិមនុស្សបញ្ហាសង្គមបញ្ហាច្បាប់បញ្ហារំលោភដីធ្លីនិងបញ្ហាសុខភាពជាដើមសូមលោកអ្នកបើកស្ដាប់កម្មវិធី VOA សម្លេងសហរដ្ឋអាមេរិកផ្សាយជាភាសាខ្មែរតាមរយៈវិទ្យុសំបុកឃ្មុំ FM 105
2លើកក្នុងមួយថ្ងៃពេលព្រឹកពីម៉ោង7ដល់ម៉ោង 7:30 នាទីនិងពេលរាត្រីពីម៉ោង 9:30 នាទីដល់ម៉ោង 10:30 នាទីយប់សូមអរគុណកំណើនឥទ្ធិពលរបស់ចិននៅក្នុងប្រទេសលាវដែលសម្គាល់ដោយការវិនិយោគនិងពាណិជ្ជកម្មកាន់តែច្រើនបានធ្វើឲ្យទីភ្នាក់ងារអន្តរជាតិមួយចំនួនព្រមមានប្រទេសលាវអំពីការពឹងផ្អែកហិរញ្ញវត្ថុច្រើនពេកទៅលើប្រទេសចិនអ្នកវិភាគនិយាយថាប្រទេសលាវកំពុងតែព្យាយាមធ្វើឲ្យឥទ្ធិពលចិនមានតុល្យភាពដោយស្វែងរកការគាំទ្រពីអ្នកជួយជ្រោមជ្រែងដែលមានរយៈពេលយូរគឺប្រទេសវៀតណាមព្រមទាំងប្រទេសលោកខាងលិចលោករ៉ន ខួបិននៃ VOA រាយការណ៍ពិស្ដារពីទីក្រុងបាងកកខ្ញុំនុចសារីតាសូមជូនសេចក្តីប្រាយសម្រួលនៅក្នុងឆ្នាំ2014ចិនបានក្លាយជាអ្នកវិនិយោគនាំមុខគេរបស់លាវដោយមានទឹកប្រាក់សរុបចំនួនជាង $5,000 លានជាមួយនឹងគម្រោងរ៉ែធនធានធម្មជាតិទំនប់វារីអគ្គិសនីនិងពាណិជ្ជកម្មកសិកម្មលាវនិងចិនបានយល់ព្រមគ្នាក្នុងការកសាងគម្រោងផ្លូវរថភ្លើងដែលមានល្បឿនលឿនអស់ទឹកប្រាក់ចំនួន $7,000 លាននេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ចិនក្នុងផែនការសំណង់ឈ្មោះ One Belt One Road នៅក្នុងការភ្ជាប់ផ្លូវរថភ្លើងនៅទូទាំងអាស៊ីកណ្ដាលព្រមទាំងអាស៊ីអាគ្នេយ៍ផ្លូវរថភ្លើងនៅក្នុងអាស៊ីអាគ្នេយ៍នឹងចាប់ផ្ដើមនៅក្នុងស្រុកខុនមីនខេត្តយូណានរបស់ចិនជាមួយនឹងស្ពានជាង150របស់ចិនផ្លូវក្រោមដីចំនួន76និងស្ថានីយ៍រថភ្លើងចំនួន31និងរត់កាត់ប្រទេសលាវទៅកាន់ក្រុងវៀងច័ន្ទពីទីនោះគម្រោងរថភ្លើងនេះនឹងភ្ជាប់ទៅប្រទេសថៃហើយជាចុងបញ្ចប់ទៅដល់ប្រទេសសិង្ហបុរីអ្នកវិភាគផ្នែកការពារជាតិ Carl Thayer នៅសាកលវិទ្យាល័យ University of New South Wales ប្រទេសអូស្ត្រាលីនិយាយថាការវិនិយោគនោះបង្ហាញការពង្រីកបន្ថែមនៃឥទ្ធិពលរបស់ចិនជាពិសេសនៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ានហើយជាពិសេសទៅទៀតគឺនៅក្នុងប្រទេសថៃភូមានិងកម្ពុជា and it's all part of both China's push to develop its trading route south ទាំងអស់នេះគឺជាផ្នែកនៃការជំរុញរបស់ប្រទេសចិននៅក្នុងការអភិវឌ្ឍផ្លូវពាណិជ្ជកម្មរបស់ខ្លួនទៅទិសខាងត្បូងនិងធ្វើឲ្យប្រសើរឡើងនៅហេដ្ឋារចនាសម្ព័ន្ធដែលជាការភ្ជាប់ជាមួយនឹងអាស៊ានហើយនេះក៏ជាការចង់បានរបស់ប្រទេសថៃដែរពីព្រោះវានឹងឆ្លងកាត់ប្រទេសលាវនិងបន្តរហូតទៅដល់ប្រទេសថៃអ្នកនឹងមានការពង្រីកជាលំដាប់នៅផ្លូវរទេះភ្លើងរបស់ប្រទេសចិនផ្លូវរថភ្លើងដែលមានល្បឿនលឿននោះនឹងធ្វើឲ្យប្រទេសលាវមានបំណុលកាន់តែច្រើនឡើងសម្រាប់ប្រាក់កម្ចីសម្បទានអ្នកវិភាគនិយាយថាប្រាក់កម្ចីនេះដែលប្រទេសលាវត្រូវយកធនធានរ៉ែដែលមិនទាន់បានប្រើប្រាស់របស់ខ្លួនធ្វើជារបស់ធានានឹងធ្វើឲ្យបំណុលរបស់លាវកើនឡើងយ៉ាងលឿនជាមួយនឹងប្រាក់កម្ចីដែលតំណាង 90% នៃផលិតផលសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសនេះធនាគារអភិវឌ្ឍន៍អាស៊ី ADB និយាយថាប្រទេសមួយដែលមានសេដ្ឋកិច្ចតូចនិងមានប្រជារាស្ត្រចំនួន6លាននាក់ដែលភាគច្រើនពឹងលើកសិកម្មដើម្បីចិញ្ចឹមជីវិតមិនអាចធ្វើការវិនិយោគក្នុងផ្លូវខ្សែរថភ្លើងនេះបានទេប្រទេសចិនក៏ជាអ្នកវិនិយោគនាំមុខគេក្នុងទំនប់វារីអគ្គិសនីមួយចំនួនដែរដែលត្រូវបានគេគ្រោងនឹងកសាងនៅលើផ្លូវទឹកដែលហូរចូលទៅទន្លេមេគង្គដែលរបាយការណ៍បានចង្អុលបង្ហាញថាប្រទេសចិនកំពុងរៀបចំចុះហត្ថលេខាលើកិច្ចសន្យាសំណង់រហូតដល់9ទំនប់ខេត្តនៅភាគខាងជើងរបស់ប្រទេសលាវពឹងផ្អែកលើអគ្គិសនីពីប្រទេសចិនខណៈដែលថាមពលវារីអគ្គិសនីរបស់លាវភាគច្រើនត្រូវនាំចេញទៅប្រទេសថៃដែលជាប្រទេសជិតខាងអ្នកវិភាគនិយាយថាជំហរដ៏មានឥទ្ធិពលរបស់ចិនកំពុងតែធ្វើឲ្យមានភាពភ័យខ្លាចក្នុងការបំផ្លាញជីវៈចម្រុះការបណ្ដេញមនុស្សចេញពីដីធ្លីនិងភាពគ្មានការងារធ្វើនៅក្នុងចំណោមកសិករដែលត្រូវបានបណ្ដេញចេញ
លោកធីទីណាន់ផុនសុឌិរៈដែលជាអ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជូឡាឡង់កននិយាយថាចិនមើលឃើញលាវជាជំហានដ៏សំខាន់មួយក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ Of the countries involved, Laos is most at risk of coming under China's domination. ក្នុងចំណោមប្រទេសដែលពាក់ព័ន្ធលាវជាប្រទេសដែលមានគ្រោះថ្នាក់ជាងគេក្នុងការគ្របសង្កត់ពីប្រទេសចិនលាវជាប្រទេសតូចមានសេដ្ឋកិច្ចតូចហើយចិនមិនខ្លាចក្នុងការធ្វើឲ្យទឹកដីនៅក្នុងអាស៊ីអាគ្នេយ៍ដីគោកខ្លាយជាដីនៅក្រោយផ្ទះផ្ទាល់របស់ខ្លួននោះទេលោកនិយាយថាប្រទេសចិនកំពុងតែធ្វើដូច្នេះរួចហើយអាស៊ីអាគ្នេយ៍ដីគោកទាំងស្រុងគឺស្ថិតនៅក្នុងរង្វង់ទឹកដីរបស់ប្រទេសចិនការរីកចម្រើននៃសេដ្ឋកិច្ចលាវមានចំនួនជិត 7% ប៉ុន្តែនៅតែពឹងផ្អែកលើវិស័យដែលផ្ដល់ការងារបានតិចតួចដូចជាការកាប់គាស់យកធនធានធម្មជាតិនិងទំនប់វារីអគ្គិសនីជាដើមធនាគារពិភពលោកបានអំពាវនាវឲ្យលាវពង្រីកសេដ្ឋកិច្ចរបស់ខ្លួនឲ្យបានច្រើនមុខដើម្បីធ្វើឲ្យមានការងារសម្រាប់មនុស្សថ្មីជាង 90,000 នាក់ដែលមានចូលមកក្នុងទីផ្សារការងារក្នុងមួយឆ្នាំស្ថានភាពហិរញ្ញវត្ថុរបស់លាវក៏នៅតែមានភាពទន់ខ្សោយដែរនៅក្នុងខែកក្កដាកាលពីឆ្នាំមុនរដ្ឋាភិបាលបានតែងតាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីនៅពេលដែលរដ្ឋាភិបាលមានឱនភាពថវិកាកាន់តែច្រើនឡើងក្រិតមួយអំពាវនាវដល់សាធារណជនឲ្យរដ្ឋបិទថវិកាក្នុងគ្រួសារនិងកាត់បន្ថយការចំណាយលោកធីទីណាន់និយាយថាជំហរហិរញ្ញវត្ថុទន់ខ្សោយនិងបន្ថែមទៅលើភាពមានគ្រោះថ្នាក់របស់លាវ The financial constraint put Laos in a precarious position. Laos ហិរញ្ញវត្ថុដែលមានកំណត់ព្រំដែនបានដាក់លាវនៅក្នុងស្ថានភាពមិនទៀងទាត់សេដ្ឋកិច្ចខ្នាតធំម៉ាក្រូរបស់លាវមិនមានលក្ខណៈល្អទេជាលទ្ធផលលាវត្រូវតែពឹងផ្អែកលើចិនហើយចិនធ្វើរឿងនេះបានល្អណាស់ដោយបានពង្រីកប្រាក់កម្ចីបន្ថែមនិងគម្រោងបន្ថែមនៅក្នុងប្រទេសលាវត្រូវតែប្រយ័ត្នខ្លួនក្នុងប្រវត្តិសាស្ត្រលាវមានទំនាក់ទំនងជិតស្និទ្ធដ៏វែងឆ្ងាយជាមួយប្រទេសជិតខាងខ្លួនគឺប្រទេសវៀតណាមតាំងតែពីមុនសង្គ្រាមចិននៅក្នុងទសវត្សរ៍1960និង1970ម្លេះចំណងដ៏រឹងមាំនេះបានបន្តរវាងរដ្ឋាភិបាលកុម្មុយនីសចាប់តាំងពីសង្គ្រាមឥណ្ឌូចិនប៉ុន្តែលោក Martin Stuart Fox ដែលជាអតីតសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យ Queensland និយាយថាចិនបានបង្កើតគោលនយោបាយដែលមានគោលបំណងធ្វើឲ្យចំណងរបស់លាវនិងវៀតណាមចុះខ្សោយAs Chinese economic influence increases it goes hand in hand ពេលដែលឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនកើនឡើងឥទ្ធិពលនយោបាយក៏កើនឡើងស្របពេលជាមួយគ្នាផងដែរចិនតែងតែតាំងចិត្តថាយ៉ាងហោចណាស់ក៏ពួកគេត្រូវមានឥទ្ធិពលដោយប្រទេសវៀតណាមដែរមានការសម្រេចចិត្តមួយនៅក្នុងក្រុងប៉េកាំងដែលថាលាវនឹងមិនត្រូវទុកចោលឲ្យស្ថិតនៅក្នុងរង្វង់ឥទ្ធិពលវៀតណាមតែមួយប៉ុណ្ណោះទេអ្នកវិភាគនិយាយថារដ្ឋាភិបាលលាវទទួលស្គាល់សេចក្តីត្រូវការធ្វើឲ្យមានតុល្យភាពរវាងចិននិងវៀតណាមហើយស្វែងរកការគាំទ្រពីប្រទេសលោកខាងលិចនៅក្នុងឆ្នាំ2016លាវនឹងធ្វើជាប្រធានសមាគមអាស៊ានហើយនេះត្រូវបានគេមើលឃើញថាជាឱកាសមួយសម្រាប់ឲ្យក្រុងវៀងច័ន្ទទទួលបានកម្លាំងនិងអំណាចធ្វើការចរចាដើម្បីដោះស្រាយបញ្ហាជាមួយនឹងប្រទេសមួយមានអំណាចធំជាងខ្លួនដែលនៅជិតខាងលោកអ្នកនាងជាទីមេត្រី VOA មានវីដេអូជាច្រើនដែលតាក់ទងនឹងប្រទេសកម្ពុជានៅក្នុងគេហទំព័ររបស់យើង khmer.voanews.com លោកអ្នកអាចទស្សនាវីដេអូទាំងនេះដើម្បីជ្រាបយល់នៅព័ត៌មានថ្មីៗតាក់ទងនឹងប្រធានបទផ្សេងៗដែលរួមមានទាំងរឿងសាលាក្តីខ្មែរក្រហមសុខភាពបរិស្ថានឧក្រិដ្ឋកម្មសិទ្ធិមនុស្សនិងរឿងសំខាន់ៗផ្សេងទៀតសូមលោកអ្នកចុចលើពាក្យទូរទស្សន៍នៅរបារខាងលើហើយចុចលើវីដេអូណាដែលលោកអ្នកចង់ទស្សនាស
សូមអរគុណអស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជាបន្តបន្ទាប់លោកអ្នកនឹងបានស្ដាប់ព័ត៌មានអន្តរជាតិលើកទី2និងសេចក្តីរាយការណ៍អំពីកិច្ចប្រជុំរបស់ក្រុមសកម្មជននិងមន្ត្រីរដ្ឋាភិបាលនៅទីក្រុងហាណូយកាលពីខែមេសាអំពីការដោះស្រាយបញ្ហាប្រមាញ់ស្នែងរមាសហើយនឹងសេចក្តីរាយការណ៍អំពីមហោស្រពខ្សែភាពយន្តនិងតន្ត្រីប្រចាំឆ្នាំនៅទីក្រុង Austin រដ្ឋ Texasតទៅនេះយើងខ្ញុំសូមជូនដើមរឿងនៃព័ត៌មានសំខាន់ៗនៅយប់នេះព្រះមហាក្សត្រនៃប្រទេសថៃយាងចេញពីមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងបាងកកហើយវិលត្រឡប់ទៅកាន់ព្រះដំណាក់នៅមាត់សមុទ្រវិញប្រទេសហ្វីលីពីននិងជប៉ុនធ្វើសម្ពយុទ្ធនាវារួមគ្នានៅសមុទ្រចិនខាងត្បូងជនភៀសខ្លួនរ៉ូហិញយ៉ាតាមទូករាប់រយនាក់បានឡើងគោកនៅក្នុងប្រទេសឥណ្ឌូនេស៊ីធនាគារចិនកាត់បន្ថយអត្រាការប្រាក់នៅពេលដែលសេដ្ឋកិច្ចរបស់ខ្លួនចុះអន់ថយតទៅនេះលោកឈឹមសមេតនិងលោកជឹងប៉ូជីនសូមជូនព័ត៌មានអន្តរជាតិសូមអញ្ជើញចា៎អរគុណទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ពីទីក្រុងបាងកកថានៅថ្ងៃអាទិត្យនេះព្រះមហាក្សត្រនៃប្រទេសថៃមានប្រជជន87ព្រះវស្សាដែលជាព្រះជាសោយរាជយូរជាងគេបំផុតក្នុងពិភពលោកបានចាក់ចេញពីមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងបាងកកដែលព្រះអង្គបានយាងទៅផ្ទុំកាលពីឆ្នាំទៅមិញដើម្បីយាងវិលត្រឡប់ទៅកាន់ព្រះដំណាក់ព្រះអង្គនៅមាត់សមុទ្រនៅខាងត្បូងក្រុងបាងកកវិញព្រះមហាក្សត្រភូមិពលអាល់ដូយ៉ាដេតបានយាងទៅផ្ទុំក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកកចាប់តាំងពីខែតុលាមុននៅពេលដែលពួកវិជ្ជបណ្ឌិតធ្វើការវះកាត់យកប្រមាថព្រះអង្គចេញនៅពេលដែលព្រះមហាក្សត្រអង្គនេះយាងចាក់ចេញពីមន្ទីរពេទ្យសិរិរាជជាមួយព្រះមហាក្សត្រីព្រះអង្គគឺព្រះមហាក្សត្រិយានីសិរិកិត្តិប្រជារាស្ត្រថៃច្រើនអ្នកបានស្រែកបន្ទោសថាជាយោព្រះមហាក្សត្រជាយោព្រះមហាក្សត្រិយានីដោយធ្វើដំណើរក្នុងឡានវ៉ានដាច់ពីគ្នាព្រះមហាក្សត្រនិងបរិយានីបានយាងទៅដល់ព្រះដំណាក់ខ្លាយកាំងវុននៅក្នុងទីក្រុងហួហ៊ីនជាប់នឹងមាត់សមុទ្រក្នុងពេល 2-3 ម៉ោងបន្ទាប់មកប្រជារាស្ត្រថៃគោរពខ្លាំងណាស់ដល់ព្រះមហាក្សត្រភូមិពលដែលបានឡើងសោយរាជ្យនៅថ្ងៃទី5ខែឧសភាឆ្នាំ1950នៅក្រោយព្រះអង្គបានត្រូវជ្រើសរើសឲ្យធ្វើជាព្រះរាជានៃប្រទេសថៃកាលពីឆ្នាំ1946ក្រោយការសុគតរបស់ព្រះជាថាព្រះអង្គទោះណាជាព្រះអង្គជាព្រះមហាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញដោយគ្មានមុខនីតិខាងនយោបាយជាផ្លូវការក៏ដោយក៏ប្រជារាស្ត្រថៃគោរពព្រះមហាក្សត្រភូមិពលខ្លាំងណាស់ហើយចាត់ទុកព្រះអង្គថាជាអិសរាជជនតែមួយគត់ដែលអាចបង្រួបបង្រួមប្រទេសជាតិបានប្រធានកងនាវានៃប្រទេសហ្វីលីពីនបាននិយាយនៅថ្ងៃអាទិត្យនេះថាសម្ពយុទ្ធនាវាដែលប្រទេសជប៉ុននិងហ្វីលីពីនធ្វើក្នុងសមុទ្រចិនខាងត្បូងនៃសប្តាហ៍នេះមិនគួរខ្លាចជាបុព្វហេតុនៃការព្រួយកង្វល់របស់ចិននោះទេដែលបញ្ហានេះកំពុងធ្វើឲ្យមានការច្របូកច្របល់នៅក្នុងជម្លោះទឹកដីរវាងប្រទេសទាំងពីរឧត្តមនាវាឯករង Jesse Milan បាននិយាយថាសម្ពយុទ្ធរួមនៅថ្ងៃអង្គារខាងមុខនេះនឹងប្រតិបត្តិក្រមនៃការប្រឈមដោយចែកដន្យនៅសមុទ្រដែលបានបង្កើតដោយកងនាវាតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចរួមមានប្រទេសចិនផងដែរដើម្បីធ្វើឲ្យមានសុវត្ថិភាពដល់កប៉ាល់នៅសមុទ្រនាវាប្រទេសទាំងពីរគឺហ្វីលីពីននិងជប៉ុនក៏នឹងប្រតិបត្តិកិច្ចប្រតិបត្តិការឲ្យធម្មភាគចក្រចុះឡើងលើនាវាហើយនឹងការវឹកហាត់លើនាវាហើយនឹងពិភាក្សាពីប្រតិបត្តិការនាវាចរកណ្ដោតដែលមានដឹកសមាជិកជិត500នាក់នៃក្រុមជនអំបូរភាគតិចរ៉ូហិញយ៉ាកាន់សាសនាអ៊ីស្លាមដែលបានត្រូវធ្វើទុកបុកម្នេញយូរមកហើយនៅក្នុងប្រទេសភូមាបានទៅដល់ឆ្នេរសមុទ្រខាងលិចនៃប្រទេសឥណ្ឌូនេស៊ីពួកអ្នកជួយសង្គ្រោះបាននិយាយថាក្រុមបរិសុទ្ធស្ត្រីនិងកុមារទាំងនេះបានឡើងគោកនៅថ្ងៃអាទិត្យនេះក្នុងខេត្តអាជែខាងជើង
ពួករ៉ូហិញ៉ាគោរពសាសនាអ៊ីស្លាមបានរងទុក្ខវេទនាច្រើនទសវត្សរ៍មកហើយដោយសារមានការរើសអើងគាំទ្រដោយរដ្ឋនៅក្នុងប្រទេសភូមាការវាយប្រហារដោយវងមនុស្សកាន់ព្រះពុទ្ធសាសនាលើពួករ៉ូហិញ៉ាកាលពី3ឆ្នាំមុននេះបានបណ្ដាលឲ្យមានលំហូរធំបំផុតនៃពួកជនភៀសខ្លួនតាមទូកចាប់តាំងពីសង្គ្រាមវៀតណាមមក3លើកហើយនៅក្នុងរយៈពេល6ខែដែលធនាគារកណ្ដាលនៃប្រទេសចិននឹងកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញឲ្យសេដ្ឋកិច្ចដែលមិនរីកចម្រើនរបស់ចិនដោយការផ្ដល់ឲ្យស្ថាប័នហិរញ្ញវត្ថុដែលកាន់កាប់ដោយរដ្ឋនៅភាពបត់បែនកាន់តែខ្លាំងឡើងនៅក្នុងការកំណត់អត្រាការប្រាក់ដោយលើកពីសម្ពាធខាងសេដ្ឋកិច្ចធនាគាររបស់ប្រជាជនចិនបានប្រាប់ឲ្យដឹងនៅថ្ងៃអាទិត្យនេះថាខ្លួននឹងកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីសម្រាប់រយៈពេល1ឆ្នាំរបស់ធនាគារពាណិជ្ជកម្មពី 0.25% ទៅ 5.10% The Voice of America, VOA. ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ពីទីក្រុង Varsovie ថាប្រជារាស្ត្រប៉ូឡូញបោះឆ្នោតប្រធានាធិបតីនៅទូទាំងប្រទេសដែលគេរំពឹងថានឹងឃើញប្រធានាធិបតីកំពុងកាន់តំណែងគឺលោក Bronislaw Komorowski នឹងជាប់ឆ្នោតជាថ្មីក៏ប៉ុន្តែមិនមែននៅក្នុងការបោះឆ្នោតជុំទី1នេះទេបេក្ខជន10នាក់ទៀតឈរឈ្មោះក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះក៏ប៉ុន្តែគ្មានបេក្ខជនណាម្នាក់ទំនងជានឹងទទួលសិលឹកឆ្នោតគ្រប់គ្រងជាង 50% ទេដែលគេត្រូវការឲ្យមានដើម្បីបញ្ជាកុំឲ្យមានការបោះឆ្នោតជាថ្មីនៅថ្ងៃទី24ខែឧសភាបើតាមការស្ទង់មតិថ្មីបំផុតថាប្រជារាស្ត្រប៉ូឡូញប្រមាណ 40% គ្រប់គ្រងលោក Komorowski បេក្ខជននិយមនយោបាយកណ្ដាលខាងស្ដាំដែលបញ្ជាក់ថាលោកនឹងប្រឈមមុខនឹងលោក Andrzej Duda នៃគណៈបកច្បាប់និងយុត្តិធម៌ដែលជាពួកជាតិនិយមនៃក្រុមប្រឆាំងនៅក្នុងការបោះឆ្នោតជុំទី2 The Voice of America, VOA. បាតកោរាប់ពាន់នាក់មកពីទូទាំងសហរដ្ឋអាមេរិករួមមានមាតាដែលបានបាត់បង់កូននៅក្នុងការប្រឈមតទល់ជាមួយប៉ូលីសបានដើរធ្វើបាតកម្មនៅក្នុងរដ្ឋធានី Washington កាលពីថ្ងៃសៅរ៍ម្សិលមិញទាមទាររោគយុត្តិធម៌ហើយនឹងឲ្យបញ្ចប់ភាពព្រីផ្សៃរបស់ប៉ូលីសការដើរធ្វើបាតកម្មនេះបានរៀបចំដោយអង្គការរបស់មាតាដែលកូនស្លាប់បានដើរតាមមហាវិថី Pennsylvania ទៅកាន់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកដែលនៅទីនោះពួកមេដឹកនាំបាតកម្មបានដាក់ញត្តិទាមទារឲ្យមានយុត្តិធម៌ខាងជាតិសាសន៍បាតកោខ្លះបានកាន់រូបថតរបស់កូនប្រុសរបស់ខ្លួនដែលបានស្លាប់ហើយអ្នកខ្លះទៀតបានពាក់អាវយឺតដែលមានឈ្មោះកូនប្រុសជាទីស្រឡាញ់របស់ខ្លួនដែលបានបាត់បង់អាយុជីវិតដោយសារអំពើហិង្សាពួកគេបានស្រែកឈ្មោះជនដែលបានស្លាប់កាលពីពេលថ្មីនេះដែលបណ្ដាលមកពីភាពចលាចលនៅក្នុងទីក្រុង Baltimore, New York, Madison រដ្ឋ Wisconsin ហើយនៅទីក្រុង Milwaukee រដ្ឋ Missouri របស់សហរដ្ឋអាមេរិកអស់លោកអ្នកកំពុងតែស្ដាប់ VOA ប្រភពព័ត៌មានដ៏ទុកចិត្តបំផុតក្រុមសកម្មជននិងមន្ត្រីរដ្ឋាភិបាលបានប្រមូលផ្ដុំនៅទីក្រុងហាណូយកាលពីថ្ងៃសុក្រទី10ខែមេសាឆ្នាំ2015ដើម្បីពិភាក្សាលើជំហានបន្ទាប់ក្នុងការដោះស្រាយបញ្ហាប្រមាញ់ស្នែងរមាសនៅស្របពេលការប្រមាញ់មិនបានបង្ហាញនៅភាពស្រាកស្រានអ្នកស្រី Marianne Brown ធ្វើសេចក្តីរាយការណ៍ពីរដ្ឋធានីនៃប្រទេសវៀតណាមលោកកែយ៉ានសូមជូនសេចក្តីប្រែសម្រួលឆ្នាំ2014គឺជាឆ្នាំសំខាន់មួយសម្រាប់សត្វរមាសដែលនៅសេសសល់នៅក្នុងតំបន់ទ្វីបអាហ្វ្រិកចំនួនសត្វរមាសជាកំណត់ត្រាដ៏ខ្ពស់បំផុតគឺ1215ក្បាលត្រូវបានសម្លាប់ដើម្បីយកស្នែងគឺស្មើនឹង10ដងនៃចំនួនរមាសដែលត្រូវបានសម្លាប់នៅក្នុងឆ្នាំ2009កាលពីឆ្នាំមុនគេបានឃើញការបណ្ដាក់ទុនយ៉ាងធំបំផុតចំនួន$40 លាននៅក្នុងកិច្ចប្រឹងប្រែងប្រឆាំងនឹងការប្រមាញ់ខុសច្បាប់ហើយថវិកានេះត្រូវបានប្រើសម្រាប់ទិញឧទ្ធម្ភាគចក្របច្ចេកវិទ្យាខ្ពស់ហើយនឹងគ្រឿងប្រដាប់សម្រាប់មើលពេលយប់នេះក៏ជាឆ្នាំដំបូងនៃយុទ្ធនាការរយៈពេល3ឆ្នាំដឹកនាំដោយអង្គការអភិរក្ស Wild Aid ដើម្បីកាត់បន្ថយសេចក្តីត្រូវការស្នែងរមាសនៅប្រទេសវៀតណាម
ដែលជាប្រទេសមួយដូចនឹងប្រទេសចិនដែរដែលកំពុងជំរុញឲ្យមានការវិនិច្ឆ័យដល់ពូជសត្វរមាសទាំងនោះដោយសារជំនឿថាស្នែងដែលត្រូវបានផ្សំឡើងពីប្រូតេអ៊ីនគេរ៉ាទីនដែលមានសរសៃអាចព្យាបាលជំងឺបានច្រើនមុខដែលមានចាប់តាំងពីភាពធីងថងក្រោយសេពគ្រឿងស្រវឹងរហូតទៅដល់ជំងឺមហារីកនៅក្នុងពិធីមួយដែលមានប្រកបទៅដោយតារាល្បីៗនិងអ្នកតំណាងពីរដ្ឋាភិបាលនៅក្នុងរដ្ឋធានីក្រុមសកម្មជនបានធ្វើការពិភាក្សាអំពីរបៀបនៅក្នុងការបង្វែរនិន្នាការនោះមកវិញអ្នកស្រីហុងហឿងនាយិកាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយហៅថា Change បាននិយាយថាអ្នកស្រីមានក្តីសង្ឃឹមថាការប្រើតារាចម្រៀងនិងតារាសម្ដែងល្បីៗអាចមានប្រសិទ្ធភាពនៅក្នុងការផ្សព្វផ្សាយសារបញ្ឈប់ការទិញបញ្ឈប់ការសម្លាប់ទៅដល់ក្រុមអ្នកប្រើប្រាស់ Và chúng tôi không bao giờ là hoạt động một mình. Tôi đã nói rồi, tôi muốn làm việc với tất cả các tổ chức. អ្នកស្រីបានថ្លែងថាវាមានសារៈសំខាន់នៅក្នុងការផ្លាស់ប្ដូរឈ្មោះរបស់ប្រទេសវៀតណាមក្នុងឋានៈជាប្រទេសទិសដៅនៃស្នែងសត្វរមាសទីផ្សារទិសដៅសម្រាប់ស្នែងរមាសគឺក្រុមអ្នកជំនួញដែលរកប្រាក់ចំណូលបានច្រើនជាង$50,000ក្នុងមួយឆ្នាំក្រុមមន្ត្រីរដ្ឋាភិបាលនិងអ្នកដែលផឹកម្សៅស្នែងរមាសជាថ្នាំព្យាបាលភាពថេងថងពីសូរ៉ាអ្នកស្រីហឿងបានលើកឡើងថាសេចក្តីត្រូវការមានលើសការផ្គត់ផ្គង់ជាមួយនឹង 75% ទៅ 90% នៃស្នែងរមាសនៅក្នុងទីផ្សារត្រូវបានជឿថាជាវត្ថុក្លែងក្លាយជាមួយគ្នានេះនៅក្នុងចំណោមមនុស្ស400នាក់ដែលត្រូវបានសម្ភាសនៅក្នុងការស្ទង់មតិដែលត្រូវបានដឹកនាំដោយអង្គការ World Aid នៅចុងឆ្នាំ2014គ្មាននរណាម្នាក់បានសារភាពថាគេបានទិញស្នែងរមាសពីមុនមកទេនាយកគ្រប់គ្រងអង្គការ World Aid លោក John Baker និយាយថាវាអាចថាពួកគេមិនសារភាពឬក៏មួយចំនួនមនុស្សដែលត្រូវបានស្ទង់មតិនោះមិនបានជ្រើសចំលើអ្នកដែលបានទិញ It doesn't take that many people to buy 1,000 rhino horns when you're in a country of 90 million. គេមិនត្រូវការមនុស្សច្រើនទេដើម្បីទិញស្នែងរមាស 1000 នៅក្នុងប្រទេសមួយដែលមានប្រជាជន 90 លាននាក់ដូច្នេះរឿងមួយទៀតគឺយើងគិតថាមានមនុស្សច្រើនជាងនេះដែលទិញស្នែងរមាសលើសពីចំនួនដែលការស្ទង់មតិបានបង្ហាញចំនួននេះប្រហែលមិនច្រើនទេនៅក្នុងបរិបទភាគរយប៉ុន្តែសូម្បីតែ 1% នៃ 90 លាននាក់ក៏ជាចំនួនច្រើនដែរ 75% នៃអ្នកឆ្លើយតបនៅក្នុងការស្ទង់មតិជឿថាស្នែងរមាសមានអត្ថប្រយោជន៍សម្រាប់ផ្នែកសុខភាពនិងផ្នែកថ្នាំសង្កូវហើយ37កណ្ដកសញ្ញា 5% គិតថាស្នែងរមាសអាចព្យាបាលជំងឺមហារីកបាននៅពេលត្រូវបានប្រាប់ថាសត្វរមាសទាំងនោះត្រូវសម្លាប់ដើម្បីយកស្នែងហើយថាសត្វទាំងនោះនឹងត្រូវផុតពូជនៅក្នុងរយៈពេល10ឆ្នាំខាងមុខចិត្តពាក់កណ្ដាលនៃអ្នកឆ្លើយតបបាននិយាយថាពួកគេនឹងមិនទិញស្នែងមាសទៀតទេទោះបីជាយ៉ាងណាក៏ដោយបញ្ហានោះគឺមិនត្រឹមតែអំពីអ្នកដែលទិញស្នែងនោះទេប៉ុន្តែអំពីអ្នកដែលលក់ស្នែងទាំងនោះផងស្នែងរមាសទម្ងន់1ផោនស្មើនឹង0កណ្ដកសញ្ញា45គីឡូក្រាមអាចទិញមានតម្លៃរហូតដល់$30,000ពាណិជ្ជកម្មខុសច្បាប់មួយនេះគឺជាអាជីវកម្មដ៏ធំមួយលោកលេដឹកវិញពីក្រសួងគយវៀតណាមបាននិយាយថាអិរិយាបថរបស់រដ្ឋាភិបាលវៀតណាមគឺច្បាស់លាស់ណាស់ Và thực tế là cơ quan công an, cơ quan hải quan đã bắt được rất nhiều những vụ buôn bán. លោកវិញបានថ្លែងថាមន្ត្រីគយបានចាប់ខ្លួនអ្នកជួញដូរមួយចំនួនធំហើយថាលោកនាយករដ្ឋមន្ត្រីវៀងតាន់ឌុងបានចេញច្បាប់បញ្ជាមួយនៅក្នុងឆ្នាំ2014ដើម្បីការពារសត្វព្រៃនិងកំពុងបង្វឹកសត្វឆ្កែហិតក្លិនចំនួន2ក្បាលដើម្បីអាចកំណត់បាននៅផលិតផលសត្វព្រៃនៅកំពង់ផែហៃហ្វុងនៅក្នុងខែកញ្ញាលោក Baker នៃអង្គការ World Aid បាននិយាយថាលោកសង្ឃឹមថាច្បាប់នេះនឹងត្រូវពន្យាបន្ថែមនៅក្នុងពេលឆាប់ៗនេះ We hope that if they were serious they would allow us to also do it in the two main យើងសង្ឃឹមថាប្រសិនបើពួកគេមានភាពប្រកបវិជ្ជាមែននោះពួកគេនឹងអនុញ្ញាតឲ្យយើងចាត់វិធានការនៅក្នុងចំណតយន្តហោះធំចំនួន2មកទល់នឹងពេលនេះពួកគេចង់ធ្វើគម្រោងសាកល្បងនៅកំពង់ផែហៃហ្វុងខ្ញុំគិតថាយើងត្រូវការធ្វើដូច្នេះនៅក្នុងចំណតយន្តហោះចំនួន2ឲ្យបានកាន់តែឆាប់កាន់តែល្អបន្ទាប់មកគោលដៅមួយទៀត
គឺការចែករំលែកព័ត៌មានការបង្ហាញរូបថតផ្សេងៗនៅក្នុងសារព័ត៌មានឲ្យបានឃើញថាមានការចាប់ខ្លួនមនុស្សដែលពាក់ព័ន្ធនឹងការជួញដូរស្នែងរមាសលោកបានបន្តថាមានកិច្ចការច្រើនទៀតដែលត្រូវធ្វើដើម្បីបញ្ឈប់ការជួញដូរវត្ថុនេះ I think you would see a difference if there were more prosecutions, if there were more arrests and more អ្នកនឹងឃើញមានការប្រែប្រួលប្រសិនបើមានការកាត់ទោសប្រសិនបើមានការចាប់ខ្លួនកាន់តែច្រើនក៏ដូចជាការរឹបអូសយកស្នែងរមាសដែលត្រូវជួញដូរកាន់តែច្រើនឡើងប៉ុន្តែយើងមិនឃើញមានរបាយការណ៍អំពីរឿងនេះច្រើនទេដូច្នេះខ្ញុំគិតថាគេអាចធ្វើការខិតខំប្រឹងប្រែងអនុវត្តច្បាប់ឲ្យបានខ្លាំងជាងនេះទៀតលោកក៏បានលើកឡើងផងដែរថាឥឡូវនេះវាអាស្រ័យទៅលើការដែលរដ្ឋាភិបាលនឹងអនុវត្តនៅច្បាប់នោះហើយលើកកម្ពស់ប្រវត្តិរបស់ខ្លួននៅក្នុងការអនុវត្តច្បាប់អស់លោកអ្នកកំពុងតែស្ដាប់ការផ្សាយបន្តផ្ទាល់របស់ VOA សម្លេងសហរដ្ឋអាមេរិកពីរដ្ឋធានី Washington មហោស្រពខ្សែភាពយន្តនិងតន្ត្រី South by Southwest ប្រចាំឆ្នាំនៅឆ្នាំនេះនៅក្នុងទីក្រុង Austin រដ្ឋ Texas មានតន្ត្រីករខ្លះមកពីប្រទេសម៉ាលីបានចូលរួមដើម្បីផ្សព្វផ្សាយខ្សែភាពយន្តអំពីការធ្វើឲ្យជីវិតរបស់ពួកគេប្រសើរឡើងដោយពួកជីហាតបានកំទេចរតនសម្បត្តិបុរាណនៅក្នុងទីក្រុង Timbuktu ហើយបានហាមឃាត់មនុស្សមិនឲ្យលេងភ្លេងដោយការគំរាមកំហែងសម្លាប់អ្នកឆ្លើយឆ្លងព័ត៌មាន VOA លោក Greg Flukas រាយការណ៍ពីទីក្រុង Austin ថាមនុស្សខ្លះមានការភ័យខ្លាចវិលត្រឡប់ទៅកាន់ក្រុងកំណើតរបស់ខ្លួនវិញទោះបីពួកជីហាតលែងត្រួតត្រាទីកន្លែងនោះហើយក៏ដោយលោកជឹងប៉ូជីនសូមជូនសេចក្តីប្រែសម្រួលភ្លេងពីជុំវិញពិភពលោកបានឮនៅក្នុងក្រុង Austin ក្នុងពេលសម្ដែងមហោស្រព South by Southwest ហើយភាពយន្តជាច្រើនបានបញ្ចាំងពីតន្ត្រីនិងតន្ត្រីករប៉ុន្តែភាពយន្តដែលបានបញ្ចាំងលើកដំបូងនៅមហោស្រពមានឈ្មោះថា They Will Have to Kill Us First និយាយពីពួកតន្ត្រីករនៅម៉ាលីដែលត្រូវពួកឧទាមជីហាតបង្ខំឲ្យនីតិរិទ្ធិខ្លួននៅពិធីដែលក្រុមដណ្ដប់ដោយភ្លេងគេបានតក់ស្លុតដែលបានស្ដាប់រឿងនេះពីតន្ត្រីករដែលជីវិតគាត់បានរងការគំរាមកំហែងចំពោះការលេងភ្លេងនេះទោះបីកងកម្លាំងរដ្ឋាភិបាលបានបណ្ដេញពួកជីហាតចេញពីតំបន់ភាគខាងជើងនៃប្រទេសម៉ាលីក្នុងឆ្នាំ2013ក៏ដោយពួកគេបន្តវាយប្រហារភេរកម្មលើរោងកសាលនិងទីដៅស៊ីវិលផ្សេងទៀតអូម៉ាតួតន្ត្រីករម្នាក់និយាយថាលោកមិនអាចវិលត្រឡប់ទៅកាន់ទីក្រុងកំណើតរបស់លោកបានទេនៅតំបន់ខាងជើងមិនមានស្ថិរភាពទេគាត់ស្ថិតនៅក្នុងក្រុមហៅថា Song Hoi Blues ដែលឥឡូវនេះសម្ដែងភាគច្រើននៅអឺរ៉ុបនិងអាមេរិកហើយមានអ្នកតាមមើលគ្រប់កន្លែងតាមវីដេអូភាពយន្តឯកសារកើតមាននៅពេលដែលអ្នកស្រី Johanna អតីតផលិតករទូរទស្សន៍ BBC បានឮការគំរាមរបស់ជីហាតដល់តន្ត្រីករនៅម៉ាលីនៅខែមករាឆ្នាំ2012ខ្ញុំគិតថានេះជារឿងអាក្រក់មួយដែលខ្ញុំបានឮខ្ញុំបានឡើងជិះយន្តហោះហើយបានយកម៉ាស៊ីនថតទៅជាមួយខ្ញុំចង់និយាយរឿងនេះប្រាប់មនុស្សគ្រប់គ្នាអ្នកស្រីថាគាត់ថតតែម្នាក់ឯងដោយភាគច្រើនជាមួយផលិតករមូលដ្ឋានម្នាក់ហើយមនុស្សដែលគាត់ជួបនៅម៉ាលីរាក់ទាក់ក្នុងការជួយណាស់ពួកគេចង់និយាយពីអ្វីដែលកើតមានឡើងព្រោះពួកគេដឹងថាវិធីមួយដើម្បីប្រយុទ្ធតបតអ្វីដែលកើតមានឡើងនៅក្នុងប្រទេសគឺផ្សព្វផ្សាយដំណឹងហើយមនុស្សជាច្រើននៅជុំវិញពិភពលោកត្រូវការដឹងនិងស្វែងយល់ពីបញ្ហានេះចំណងជើងភាពយន្តនេះចេញមកពីអ្នកចម្រៀងស្រីម្នាក់ដែលនិយាយថាបើពួកជីហាតចង់បញ្ឈប់ការសម្ដែងតន្ត្រីនៅម៉ាលីគេត្រូវសម្លាប់យើងមុនហើយនេះជារឿងក្នុងកុននេះវាជារឿងលើកទឹកចិត្តយ៉ាងខ្លាំងហើយខ្ញុំសង្ឃឹមថាយើងទទួលជោគជ័យក្នុងភាពយន្តនេះអ្នកស្រីថាមធ្យោបាយដ៏ល្អបំផុតដើម្បីឲ្យមនុស្សគាំទ្រតន្ត្រីករម៉ាលីគឺទិញថាសចម្រៀងនិងស្ដាប់ចម្រៀងរបស់ពួកគេតទៅនេះយើងខ្ញុំសូមជូនវិចារណកថារបស់ VOA ដែលឆ្លុះពីទស្សនៈនៃរដ្ឋាភិបាលអាមេរិកកាំងកាលពី10ឆ្នាំមុនរដ្ឋបាលរបស់លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក George W. Bush បានចាប់ផ្ដើមគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីដើម្បីកម្ចាត់ជំងឺគ្រុនចាញ់ឬហៅថា
កម្មវិធីមានទឹកប្រាក់$1,200 លានដែលមានបំណងកាត់បន្ថយឲ្យបានពាក់កណ្ដាលនៅចំនួនមនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់នៅក្នុងប្រទេសចំនួន15ដែលមានគ្រោះថ្នាក់ដោយសារជំងឺនេះធ្ងន់ធ្ងរបំផុតនៅទ្វីបអាហ្វ្រិកកាលពីឆ្នាំ2008កម្មវិធីនេះត្រូវបានពង្រីកទៅដល់ប្រទេសចំនួន19នៅអាហ្វ្រិកហើយនឹងនៅមហាអនុតំបន់ទន្លេមេគង្គក្នុងពេលមួយទសវត្សរ៍កន្លងមកនេះដោយធ្វើការតាមរយៈគំនិតដូចដើមនេះសហរដ្ឋអាមេរិកហើយនឹងដៃគូបានជួយប្រទេសទាំងនេះឲ្យបោះជំហានយ៉ាងវែងនិងដ៏សំខាន់ក្នុងការទប់ស្កាត់ជំងឺគ្រុនចាញ់លោក Timothy Zimmer ជាឧត្តមនាវីរងនិងជាអ្នកសម្របសម្រួលកម្មវិធីគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីនេះនិងលោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Deborah Birx ដែលជាវេជ្ជបណ្ឌិតនិងជាអ្នកសម្របសម្រួលកម្មវិធីទប់ស្កាត់មេរោគអេដស៍និងជំងឺអេដស៍នៅក្នុងពិភពលោកគឺ Global HIV AIDS បានសរសេរនៅពេលថ្មីនេះក្នុងគេហទំព័រផ្ទាល់ខ្លួនថាការចូលរួមចំណែករបស់កម្មវិធីដែលជាគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីនេះរួមជាមួយនឹងដៃគូទាំងអស់បានបង្កើនអន្តរាគមន៍សំខាន់ជាច្រើនដែលទប់ស្កាត់ជំងឺគ្រុនចាញ់រួមមានការប្រើប្រាស់មុងជ្រលក់ថ្នាំសម្រាប់សត្វល្អិតការបាញ់ថ្នាំកម្ចាត់មូសក្នុងផ្ទះការធ្វើរោគវិនិច្ឆ័យបានជាក់លាក់និងការព្យាបាលទាន់ពេលវេលានិងមានប្រសិទ្ធភាពហើយនឹងវិធានការទប់ស្កាត់ពីកន្លែងមួយទៅកន្លែងមួយទៀតសម្រាប់ស្ត្រីមានផ្ទៃពោះតាមពិតទៅយោងតាមអង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថាតាំងពីឆ្នាំ2001មកចំនួនមនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់បានចុះថយ 47% ទូទាំងពិភពលោកដែលមានន័យថាជីវិតមនុស្សជាង4លាននាក់ត្រូវបានសង្គ្រោះភាគច្រើននៃសមិទ្ធផលនេះកើតមានឡើងតាំងពីឆ្នាំ2005មកទោះជាយ៉ាងណាក្តីបើយោងតាមអង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថាគ្រាន់តែក្នុងឆ្នាំ2013មេរោគគ្រុនចាញ់បានធ្វើឲ្យមនុស្សប្រមាណ198លាននាក់ធ្លាក់ខ្លួនឈឺហើយជំងឺនេះបានសម្លាប់មនុស្ស584,000 នាក់ក្នុងចំណោមអ្នកជំងឺទាំងនេះដូច្នេះវាច្បាស់ណាស់ថាមានកិច្ចការច្រើនទៀតដែលយើងត្រូវធ្វើគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកកម្ចាត់ជំងឺគ្រុនចាញ់ចាប់ផ្ដើមកាលពីឆ្នាំ2005នេះនឹងត្រូវចប់អាណត្តិនៅចុងឆ្នាំនេះដូច្នេះរដ្ឋបាលរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានបង្កើតផែនការថ្មីមួយដែលនឹងបន្តកិច្ចការនេះរហូតដល់ឆ្នាំ2020យុទ្ធសាស្ត្រថ្មីនេះចាប់ផ្ដើមដោយកំណត់ថាគោលដៅចុងក្រោយគឺការលុបបំបាត់ជំងឺគ្រុនចាញ់នៅគ្រប់ទីកន្លែងដើម្បីជាកិច្ចចាប់ផ្ដើមក្នុងពេល5ឆ្នាំខាងមុខសហរដ្ឋអាមេរិកនឹងធ្វើការជាមួយដៃគូរបស់ខ្លួនដើម្បីបន្ថយអត្រាមរណភាពដោយសារជំងឺគ្រុនចាញ់នៅក្នុងប្រទេសដែលជាគោលដៅរបស់គំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីកម្ចាត់ជំងឺគ្រុនចាញ់គឺកាត់បន្ថយឲ្យបាន 1/3 នៃតួលេខបច្ចុប្បន្នដូច្នេះវាមានន័យថាកម្រិតជំងឺគ្រុនចាញ់នឹងត្រូវកាត់បន្ថយ 80% ប្រៀបធៀបទៅនឹងតួលេខនៅឆ្នាំ2000សហរដ្ឋអាមេរិកក៏នឹងធ្វើការកាត់បន្ថយអត្រាកើតជំងឺគ្រុនចាញ់ក្នុងចំណោមប្រជាជនដែលនៅក្នុងផែនការគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីដែរគឺកាត់បន្ថយឲ្យបាន 40% នៃតួលេខបច្ចុប្បន្នហើយជួយប្រទេសយ៉ាងតិច5ដែលគាំទ្រគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីកម្ចាត់ជំងឺគ្រុនចាញ់នេះដើម្បីបំពេញតាមផែនការរបស់អង្គការសុខភាពពិភពលោក WHO ក្នុងដំណាក់កាលមុនការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងលោក Zimmer និងលោកស្រី Birx ដែលជាអ្នកសម្របសម្រួលកម្មវិធីនេះបានសរសេរថាគ្មានអ្វីអាចធ្វើឲ្យយើងសប្បាយរីករាយជាងបានដឹងថាកុមារស្ត្រីជាម្ដាយនិងសហគមន៍មានការលូតលាស់រីកចម្រើនព្រោះជំងឺគ្រុនចាញ់លែងញោមញីពួកគេនៅតាមភូមិទៀតហើយលទ្ធផលនៃជំនួយរបស់សហរដ្ឋអាមេរិកខាងសុខាភិបាលពិភពលោកបានសង្គ្រោះជីវិតនិងបានធ្វើឲ្យជីវភាពបានប្រសើរឡើងដោយកាត់បន្ថយការចំណាយខាងសុខភាពរយៈពេលយូរហើយរៀបចំមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍមានចីរភាពនៅក្នុងប្រទេសក្រីក្របំផុតនៅក្នុងពិភពលោកលោកអ្នកទើបតែបានស្ដាប់វិចារណកថារបស់ VOA ដែលឆ្លុះពីទស្សនៈនៃរដ្ឋាភិបាលអាមេរិកអស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយរបស់យើងខ្ញុំនៅថ្ងៃស្អែកនេះពីម៉ោង 5 ព្រឹកដល់ម៉ោង 5:30 នាទីសូមលោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍អំពីព្រឹត្តិការណ៍ថ្មីៗនៅប្រទេសកម្ពុជានិងនៅក្នុងពិភពលោក
តទៅនេះលោកឈឹមសុមេតសូមជូនព័ត៌មានអន្តរជាតិសូមអញ្ជើញលោកសុមេតអរគុណពួកយុទ្ធជនហ៊ូស៊ីនៅក្នុងប្រទេសយេម៉ែនបាននិយាយថាពួកគេបានយល់ព្រមតាមសំណើឈប់បាញ់គ្នាខាងមនុស្សធម៌5ថ្ងៃដែលស្នើដោយប្រទេសអារ៉ាប៊ីសាអូឌីតដែលមានកំណត់នឹងចាប់ផ្ដើមនៅថ្ងៃអង្គារខាងមុខនេះសេចក្តីប្រកាសកាលពីថ្ងៃអាទិត្យនេះមានឡើងតែប៉ុន្មានម៉ោងក្រោយពីកងយន្តហោះចម្បាំងមកពីក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតបានទម្លាក់គ្រាប់បែកលើផ្ទះរបស់អតីតប្រធានាធិបតីអាលីអាប់ឌុលឡាសាឡេះនៅក្នុងរដ្ឋធានីសាណាគេមានជំនឿថាលោកសាឡេះបានស្ថិតនៅក្នុងផ្ទះលោកទេនៅពេលនោះហើយនៅពេលបន្ទាប់មកគេបានឃើញលោកចេញបង្ហាញខ្លួនតាមទូរទស្សន៍ដោយឈរនៅខាងមុខគំតិចគំទីកាលពីសប្តាហ៍មុនសហរដ្ឋអាមេរិកនិងប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសអំពីផែនការសម្រាប់កិច្ចឈប់បាញ់គ្នាមួយនៅក្នុងប្រទេសយេម៉ែនដែលនៅទីនោះក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើយុទ្ធនាការវាយប្រហារតាមអាកាសប្រឆាំងនឹងពួកឧទាមហ៊ូធីដែលជាពួកជីវពលនៅប៉ែកខាងជើងនៃប្រទេសយេម៉ែនដែលបានវាយប្រហារឲ្យកាន់កាប់ផ្នែកជាច្រើននៅក្នុងប្រទេសនេះកាលពីប្រមាណខែមុននេះទីភ្នាក់ងារផ្ដល់ជំនួយបានរាយការណ៍ថាការទម្លាក់គ្រាប់បែករបស់ប្រទេសអារ៉ាប៊ីសាអូឌីតនិងការប្រយុទ្ធរបស់ពួកឧទាមហ៊ូធីបានបណ្ដាលឲ្យជនស៊ីវិលរាប់រយនាក់បាត់បង់ជីវិតចាប់តាំងពីខែមីនាមក Direct from Washington, the voice of America, VOA. សហរដ្ឋអាមេរិកដែលចាត់ទុកខ្លួនឯងជាជើងឯកខាងសិទ្ធិមនុស្សនិងមានប្រវត្តិរបស់ខ្លួនត្រូវសាររើពិនិត្យមើលឡើងវិញដោយអង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទស្អែកនេះសហរដ្ឋអាមេរិកនឹងជួបប្រទះការពិនិត្យប្រវត្តិសិទ្ធិមនុស្សសាកលដែលប្រទេសជាសមាជិកទាំងអស់ចំនួន193ត្រូវតែឆ្លងកាត់ជារៀងរាល់4ឆ្នាំសហរដ្ឋអាមេរិកទំនងប្រឈមនឹងការពិនិត្យពិច័យដ៏តឹងតែងនៅក្នុងទីក្រុងហ្សឺណែវរួមមានសំណួរអំពីប៉ូលីសដែលកាលពីពេលថ្មីៗនេះបានសម្លាប់ពួកបរិសុទ្ធជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកកាលពីពេលថ្មីៗនេះបញ្ហាផ្សេងៗទៀតទំនងជានឹងកើតមានឡើងនៅក្នុងកិច្ចប្រជុំនេះរួមមានការរាលដាលនៃការចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ដាក់គុករួមមានកូនក្មេងនិងលក្ខខណ្ឌនៅក្នុងគុកអាមេរិករួមមានការឃុំឃាំងឲ្យនៅតែម្នាក់ឯងក្នុងរយៈពេលយូរហើយនឹងការបន្តការប្រើប្រាស់ការដាក់ទោសប្រហារជីវិតផងដែរការឆ្លប់យកការដ៏ខ្លាំងលើប្រជារាស្ត្រអាមេរិកបានក្លាយជាប្រធានបទក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះនឹងត្រូវលើកយកមកពិភាក្សាដែរច្បាប់ស្នេហាជាតិរបស់សហរដ្ឋអាមេរិកដែលមានសកម្មភាពនៃការស៊ើបយកការជាច្រើនបានធ្វើឡើងហើយច្បាប់នេះអាស្រ័យលើការជជែកដេញដោលគ្នានៅក្នុងសភាមុនពេលថ្ងៃទី1ខែមិថុនាដែលជាពេលកំណត់នៃការបន្តច្បាប់នោះគេដំណើររបស់រដ្ឋាភិបាលទីក្រុង Washington ពីសង្គ្រាមប្រឆាំងនឹងភេរវកម្មដែលបានចោទប្រកាន់ទីភ្នាក់ងារស៊ើបការសម្ងាត់សហរដ្ឋអាមេរិក CIA ក្នុងការធ្វើទរណកម្មហើយនឹងការខកខានមិនបានបិទមជ្ឈមណ្ឌលឃុំឃាំងនៅឯច្រកសមុទ្រ Guantanamo នៃប្រទេសគូបាទំនងជានៅត្រូវលើកយកមកពិនិត្យមើលផងដែរទីភ្នាក់ងារព័ត៌មានបារាំង AFP រាយការណ៍ពីទីក្រុងម៉ានីលថាមនុស្សជាង 1000 នាក់បានត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេនៅពេលខ្យល់ព្យុះទីហ្វុង0ជិតបោកបក់ដល់ផ្នែកខាងជើងនៃប្រទេសហ្វីលីពីនគំរាមកំហែងឲ្យមានទឹកជំនន់ការបាក់ដីនិងរលកធំៗកម្មវិធីផ្សាយរបស់ VOA សម្លេងសហរដ្ឋអាមេរិកនៅរាត្រីនេះចាប់តែប៉ុណ្ណេះសូមលោកអ្នករងចាំស្ដាប់ការផ្សាយរបស់យើងខ្ញុំនៅថ្ងៃស្អែកទៀតពីម៉ោង 5 ព្រឹកដល់ម៉ោង 5:30 នាទីតាមរលកវិទ្យុកម្ពស់ 22 41 49 និង 190 ម៉ែត្រត្រូវនឹងកម្រិត 13640 7260 6060 និង 1575 kHz ឬតាមប្រព័ន្ធអ៊ីនធឺណិតជាភាសាខ្មែរ khmer.voanews.com ជាភាសាអង់គ្លេស voacambodia.com សូមលោកអ្នកប្រកបដោយសុភមង្គលគ្រប់ប្រការរាត្រីសួស្តីThis program has come to you from the Voice of America, Washington.